ស្រីទាំងអស់គ្នាបើសិនជាមិនចង់មានបញ្ហាពេលអនាគតក្នុងការមិនមានកូនអ្នកអាចនឹងត្រូវការស្ដាប់អ្វីដែលខ្ញុំនិយាយថ្ងៃនេះខ្ញុំនឹងលើកជូនដល់បងស្រីទាំងអស់គ្នានៅពេលអនាគតគឺយើងត្រូវការពារមែនទែនពីជំងឺមួយនេះគឺជំងឺមហារីកមាត់ស្បូនបើសិនជាយើងកើតជំងឺមហារីកមាត់ស្បូនគឺយើងមិនអាចមានកូនបានទេដែលនៅថ្ងៃនេះនាងខ្ញុំនឹងលើកយកពីជំងឺមួយនេះដោយនិយាយអំពីថាតើជំងឺមួយនេះគឺកើតឡើងដោយសារអ្វីដោយមុនដំបូងយើងទៅយល់ដឹងទាំងអស់គ្នាថាតើជំងឺមហារីកមាត់ស្បូននឹងគឺជាអ្វីជំងឺមហារីកមាត់ស្បូនគឺជាជំងឺរបស់ស្ត្រីហើយវាគឺអាចរាលដាលពាសពេញរាងកាយរបស់ស្ត្រីទៀតផងដោយជំងឺនេះគឺកើតឡើងទៅតាមកោសិកាដែលកោសិកានោះគឺតែងតែដុះរីករាលដាលនៅពេញរាងកាយរបស់ស្ត្រីដែលអាចធ្វើឲ្យស្ត្រីមានជំងឺមហារីកមាត់ស្បូនទី1មូលហេតុដែលនាំបណ្ដាលឲ្យកើតមានជំងឺមហារីកមាត់ស្បូនដែលអ្នកទាំងអស់គ្នាត្រូវតែដឹងនោះគឺមេរោគម្យ៉ាងដែលមាននៅក្នុងខ្លួនប្រាណរបស់យើងដែលគេហៅថា HPV ដែលវាគឺជាកត្តាដ៏ធំជាងគេដែលអាចធ្វើឲ្យមានជំងឺមហារីកមាត់ស្បូនបានទី2ការជក់បារីនៅពេលដែលយើងជក់បារីគឺផ្សែងបារីបានហូរចូលទៅក្នុងសួតរបស់យើងហើយនឹងទីតាំងផ្សេងទៀតនៅក្នុងរាងកាយរបស់យើងដែលជាបញ្ហាអាចបង្កើតមានជំងឺមហារីកមាត់ស្បូនបានទី3ថ្នាំបញ្ចុះប្រព័ន្ធការពារធ្លាក់ចុះដោយសារតែការប្រើប្រាស់ថ្នាំប្រឆាំងមេរោគអេដស៍និងថ្នាំបញ្ចុះប្រព័ន្ធការពាររាងកាយដទៃទៀតគឺជាកត្តាដែលអាចធ្វើឲ្យឆ្លងមេរោគ HPV បានលឿនបំផុតទី4ឆ្លងរោគប្រមេះស្ត្រីមានឆ្លងប្រមេះគឺអាចប្រឈមមុខទៅនឹងការឆ្លងជំងឺមេរោគមាត់ស្បូនច្រើនជាងស្ត្រីដទៃទៀតទី5នោះគឺញ៉ាំបន្លែផ្លែឈើមិនគ្រប់គ្រាន់ការញ៉ាំអាហារដែលមិនមានផ្លែឈើគឺអាចបណ្ដាលឲ្យស្ត្រីគឺមានជំងឺមហារីកមាត់ស្បូនទី6នោះគឺស្ត្រីដែលលើសគីឡូស្ត្រីដែលមានសភាពលើសគីឡូគឺអាចនឹងប្រឈមមុខទៅនឹងជំងឺមហារីកមាត់ស្បូនប្រភេទ Adenocarcinoma ជាជាងស្ត្រីដទៃទៀតទី7គឺស្ត្រីដែលប្រើប្រាស់ថ្នាំពន្យារកណើតអស់រយៈពេលយូរបើសិនជាស្ត្រីយើងប្រើប្រាស់ថ្នាំពន្យារកណើតក្នុងរយៈពេលយូរគឺអាចនឹងបណ្ដាលឲ្យកើតមានជំងឺមហារីកមាត់ស្បូនហើយហានិភ័យនៃជំងឺមួយនេះនឹងអាចថយចុះបើសិនជាអ្នកទាំងអស់គ្នាឈប់ប្រើប្រាស់ថ្នាំពន្យារកណើតទី8នោះគឺពោះពោះច្រើនដងស្ត្រីដែលពោះពោះគ្រប់ខែអស់រយៈពេល3ដងគឺអាចនឹងប្រឈមមុខទៅនឹងជំងឺមហារីកមាត់ស្បូនទី9គឺស្ត្រីមានកូនដែលមានអាយុក្រោម17ឆ្នាំហើយមានកូនលើសពី2ដងគឺអាចនឹងប្រឈមមុខទៅនឹងជំងឺមហារីកមាត់ស្បូនបានទី10គឺស្ត្រីដែលធ្លាប់មានបងប្អូននៅក្នុងក្រុមគ្រួសារកើតជំងឺមហារីកមាត់ស្បូននេះក៏អាចជាការឆ្លងមកតាមពូជរបស់ក្រុមគ្រួសាររបស់យើងជំងឺមហារីកមាត់ស្បូនអាចបង្ការបាននិងព្យាបាលបានបើរកឃើញឆាប់ការចាក់វ៉ាក់សាំងនិងត្រូវត្រួតពិនិត្យជាប្រចាំគឺជាចំណុចសំខាន់បំផុតក្នុងការការពារឥឡូវនេះប្រធានបទរបស់យើងក៏ត្រូវបានបញ្ចប់នាងខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាហើយនាងខ្ញុំសង្ឃឹមថាអ្វីដែលនាងខ្ញុំបាននិយាយនេះអាចនឹងជួយដល់ពុកម៉ែបងប្អូនស្ត្រីទាំងអស់គ្នានាងខ្ញុំសូមអរគុណសូមព្រះប្រទានពរ